កងវ៉ូសេណាធំកម្រិតទី5សម្ព័ន្ធមិត្តភ័ក្តិខាងជើងអ្នកនាំសារបានមកដល់អធិរាជិនរបស់យើងតែងតែរក្សាទំនាក់ទំនងដោយសន្តិភាពជាមួយម៉ាំងភាគខាងជើងដោយជៀសវាងជម្លោះនិងស្វែងរកសន្តិភាពប៉ុន្តែយើងត្រូវបានជួបជាមួយកិច្ចព្រមព្រៀងសន្តិភាពនេះឆ្នាំក្រោយម៉ាំងខាងជើងរបស់ខ្ញុំព្រះមហាក្សត្របានបញ្ជាឲ្យខ្ញុំមកធ្វើរឿង3យ៉ាងខ្ចីប្រាក់ពីទីក្រុងព្រោះប្រជាជនមានជីវភាពធូរធារប៉ុន្តែដីធ្លីនិងអាហារមានកម្រិតជាអគ្គិសនី8ក្បាលជៀនជាមួយសុទ្ធ 1000 គ្រាប់មនុស្ស900លានអ្នកកំពុងសម្លឹងមើលគ្នាវាច្បាស់ណាស់ថាបើឯងចង់បិទមាត់យើងនឹងនិយាយជាមួយទាហាននៅជនបទចុះឯងវិញគ្រាន់តែជាទាហានម្នាក់មានរឿងអ្វីជាមួយរឿងនេះគ្មានសិទ្ធិរំខានទេអាគីអូព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យលោកអុកញ៉ាប្រសិនបើពួកគេបដិសេធគាត់នឹងចាត់នរណាម្នាក់ឲ្យទៅយកវាដោយផ្ទាល់ព្រះករុណាទាហានម៉ាំងខាងជើងច្រើនតែស៊ីសាច់របស់ខ្លួនឯងបើពួកគេប្រកាន់ជំហរតឹងរឹងយើងប្រហែលជាមិនមែនជាគាត់ទេតើគូប្រជែងរបស់យើងបានបង្កើតរបស់ប្រភេទអ្វីលោកម្ចាស់គ្រោះមហន្តរាយនេះបានកោះហើយបុព្វបុរសទាំងនេះដែលធ្វើឲ្យពួក Northern Barbarians មិនអាចឈ្នះបាននិងមិនចាញ់តើខ្ញុំគួរធ្វើអ្វីខ្ញុំពិតជាមិនអាចអនុញ្ញាតឲ្យពិភពលោករាប់ពាន់របស់ខ្ញុំធ្លាក់ចូលទៅក្នុងទុក្ខវេទនាម្ដងទៀតបានទេការកត់សម្គាល់ដ៏ហួសហេតុរបស់លោកឆៃឆាន់ច្បាស់ជាការប៉ុនប៉ងដោយចេតនាដើម្បីញុះញង់ឲ្យមានសង្គ្រាមជាមួយពិភពលោក1000ដ៏អស្ចារ្យរបស់យើងខ្ញុំបានឮថាទឹកដីពួកបាបារីភាគខាងជើងរបស់អ្នកមិនល្អដូចស្រុកតែមួយនៅក្នុងរាជធានីនៃរាជវង្សជីនដ៏អស្ចារ្យនោះទេស្បែកក្តោបត្រូវបានចាត់ទុកថាជាអំណោយឆ្នាំថ្មីគ្មានអ្វីចម្លែកទេដែលពួកគេមកកុកមហាឈិនរបស់ខ្ញុំដើម្បីអធិស្ឋានសុំដីធ្លីនិងអាហារអ្វីទាំងអស់នៅស្ថានសុខនិងផែនដីគួរតែត្រូវបានចែកចាយស្មើគ្នាវាគួរតែត្រូវបានចែកចាយដល់សត្វមានជីវិតទាំងអស់មិនថាជាដីធ្លីអាហារឬស្ត្រីទេអ្នកមិនចាំបាច់ត្រូវបានផ្ដល់ឲ្យអ្វីឡើយខ្ញុំជឿថាមនុស្សគ្រប់គ្នាគួរតែរីករាយនឹងអ្វីដែលល្អហើយមនុស្សគ្រប់គ្នាក៏គួរតែរីករាយផងដែរប្រសិនបើមិនមែនដោយសារការបង្រៀនដ៏សប្បុរសរបស់ខ្ញុំអំពីការធ្វើស្រែចម្ការនិងការជួញដូរជាមួយពួកបាបារីភាគខាងជើងទេប្រទេសនេះប្រកាសជាវិនិច្ឆ័យជាយូរមកហើយប៉ុន្តែអ្នកហ៊ានញុះញង់ខ្ញុំដោយបើកចំហមែនទេអ្នកជាមនុស្សមិនស្មោះត្រង់មួយក្រុមហេតុអ្វីបានជាបែបនោះនេះគឺជាកងទ័ពคล้ายៗនឹងមានអរូបីដែលមានទាហានទ័ពសេះដ៏ល្អឥតខ្ចោះចំនួន300,000នាក់តើអាចទៅរួចទេព្រះមហាក្សត្រហាព្រះមហាក្សត្រឲ្យខ្ញុំសូមណែនាំអ្នកឲ្យស្ដាប់រដ្ឋមន្ត្រីរបស់អ្នកខ្ញុំសូមអំពាវនាវឲ្យអ្នកផ្ដល់អាទិភាពដល់សន្តិភាពបើមិនដូច្នោះទេទ័ពសេះបាបារីភាគខាងជើងរបស់ខ្ញុំប្រកាសជានឹងកំទេចអ្នកឈិនហ៊ូបាននិយាយថាឈិនឯងហ៊ានគំរាមខ្ញុំយ៉ាងម៉េចនាំមនុស្សរបស់ខ្ញុំមកទីនេះហើយចង់ខ្ញុំរួចហើយអ្នកបានប្រយុទ្ធប្រឆាំងនឹងកងទ័ពរបស់លែងអស់រយៈពេលជាច្រើនឆ្នាំមកហើយខណៈដែលសម្ព័ន្ធមិត្តភាពខាងជើងរបស់ខ្ញុំមានកងទ័ពរាប់រយរាប់ពាន់នាក់ទ័ពសេះដែករបស់យើងអាចកំទេចមហាឈិនរបស់អ្នកនៅពេលណាក៏បានស្ដាប់ចុះអ្នកទាំងអស់គ្នាបើអ្នកហ៊ានឆ្លងកាត់សំបីតែកន្លះជំហានហួសពីព្រំដែននៃមហាឈិនរបស់ខ្ញុំទាហានរបស់ខ្ញុំប្រកាសជានឹងប្រើលំពេងរបស់ខ្ញុំដើម្បីប្រយុទ្ធនឹងសេះភាគខាងជើងរបស់អ្នករហូតដល់ស្លាប់ដោយសារអ្នកមិនស្ដាប់ហេតុផលខ្ញុំសូមប្រកាសថាសម្រាប់ប្រទេសមហាអំណាចទាំង7នៅម៉ាឡេស៊ីក្របធេងជាតិអំណាចទាំងអស់ត្រូវតែដណ្ដើមយកចាប់ពីថ្ងៃនេះទៅយើងត្រូវតែហ្វឹកហាត់អាវុធរបស់យើងជារៀងរាល់ថ្ងៃប្រសិនបើប្រទេសរបស់យើងត្រូវបានឈ្លានពានយើងត្រូវតែប្រយុទ្ធរហូតដល់ស្លាប់ហើយមិនដែលចុះចាញ់ឡើយព្រះករុណាកងទ័ពម៉ាំងខ្លាំងពេកដូច្នេះយើងព្រះករុណាពួកគេមានការភ័ន្តច្រឡំខ្លាំងណាស់ពួកគេគួរតែផ្ដល់វាទៅពួកគេអ្នកត្រូវតែមានចំណីមាន់មួយចានអ្នកសុខចិត្តស្លាប់ដោយសេចក្តីថ្លៃថ្នូរជាងរស់នៅជីវិតដ៏អាម៉ាស់មួយអធិរាជទាំង16អង្គនៃរាជវង្សឈិនដ៏អស្ចារ្យរបស់ខ្ញុំគ្មានព្រះណាម្នាក់ឆ្អឹងខ្ចីជីតារបស់ខ្ញុំគឺជាឧត្តមសេនីយ៍ឯកដែលបានប្រយុទ្ធច្រើនដងក្បាលរបស់គាត់ប្រឡាក់ដោយឈាមហើយឪពុករបស់ខ្ញុំត្រូវបានចាប់ខ្លួនអ្នកស្លាប់ហើយរងចាំខ្ញុំនៅទីនេះយើងខ្ញុំនឹងមិនសម្របសម្រួលឡើយព្រះមហាក្សត្រប្រសិនបើពួកបាបារីភាគខាងជើងចាប់ផ្ដើមសង្គ្រាមហើយតំបន់នេះធ្លាក់ចូលទៅក្នុងភាពវឹកវរនោះមហាឈិនរបស់យើងនឹងត្រូវបញ្ចប់ស៊ីម៉ូគីតាសំឡេងបុរសនោះច្បាស់ណាស់ព្រៃផ្សៃណាស់បុរសគឺជាខ្សែបន្ទាត់បែងចែករវាងជីវិតនិងសេចក្តីស្លាប់ស្ត្រីរកឃើញនឹងការពារវាមិនអនុញ្ញាតឲ្យសម្លាប់មនុស្សទេព្រះករុណាសូមទ្រង់ប្រទានបទរបស់ព្រះអង្គទ្រង់ប្រទាន3ដងគិតត្រីឲ្យ
តើនេះខុសពីការចាញ់ដោយមិនបានប្រយុទ្ធយ៉ាងដូចម្តេចខ្មាស់អៀននឹងខ្លាចបញ្ហាតើចរិតលក្ខណៈសីលធម៌ខ្ពស់និងភាពស្មោះត្រង់របស់អ្នកទៅណាហើយតើអ្នកទាំងអស់គ្នាគ្មានភាពខ្មាស់អៀនឬសេចក្តីថ្លៃថ្នូរនៅសល់ទេនៅទីបំផុតប្រជាជននៃរាជវង្សឈិននឹងរងទុក្ខវេទនានៅក្នុងសមរភូមិនេះថ្ងៃនោះនៅក្នុងអាណាចក្រប្រាប់ចៅទាំងនេះឲ្យលើកលែងទោសដល់មនុស្សសាមញ្ញទាំងអស់ហ៊ានប្រថុយជីវិតដើម្បីមើលឃើញគុណធម៌និងសេចក្តីល្អដោយសារសមរភូមិដ៏ធំមួយជិតមកដល់តើយើងអាចកម្ចាត់គូប្រកួតរបស់យើងដោយការវាយប្រហារតែមួយដងដោយរបៀបណាមានតែការតស៊ូមានតែតាមរយៈការវាយបកស្ត្រូវបរទេសប៉ុណ្ណោះទើបខ្ញុំអាចការពារជីវិតប្រជាជនរបស់ខ្ញុំបានព្រះមហាក្សត្រីយានីឲ្យតើព្រះអង្គកំពុងធ្វើអ្វីដោយមិនបានសាកល្បងព្រះដែលអាចលុបបំបាត់ជំងឺរាតត្បាតនោះគេនិយាយថាប្រហែលជាវាថែមទាំងអាចជួយខេនការពារប្រឆាំងនឹងសត្រូវបរទេសទៀតផងនៅក្នុងគ្រាដ៏សំខាន់នេះមានតែជំរឿមួយប៉ុណ្ណោះដែលនៅសល់គឺត្រូវសាកល្បងវាមើលបងប្រុសធានសូមជួយខ្ញុំម្ដងទៀតផងរាជវង្សឈិនកំពុងប្រឈមមុខនឹងសត្រូវឈ្លានពានពីភាគខាងជើងកងទ័ពរបស់ពួកគេកំពុង800,000យើងនៅសល់កងទ័ពត្រឹមតែ200,000អ្នកប៉ុណ្ណោះទោះបីជាយើងបញ្ចូលគ្នានៅកម្លាំងរបស់ប្រជាជនឈិនក៏ដោយក៏អ្នកនឹងមិនធ្វើអ្វីខ្ញុំដែរតើអ្នកអាចធ្វើអ្វីខ្លះដើម្បីក្លាយជាពួកបរិសុទ្ធមហាអមតៈនិងជាម្ចាស់ត្បូងថ្មមាសឯកសារប្រវត្តិសាស្ត្របង្ហាញថារាជវង្សឈិនបានដួលរលំបន្ទាប់ពី24ឆ្នាំដែលហាក់ដូចជាបញ្ជាក់ពីអត្ថភាពនៃកងទ័ពនេះលីរ៉េនតើយើងអាចការពារប្រឆាំងនឹងភាពខុសគ្នាយ៉ាងខ្លាំងនៃគុណភាពសេះដោយរបៀបណាទឹកដីឈីននេះមានប្រឡាយទឹកតែមួយប៉ុណ្ណោះដែលពិតជាចម្លែកមែនទោះបីជាមានកម្លាំងតិចតួចក៏ដោយសត្រូវអាចឆ្លងកាត់ប្រឡាយទឹកបានយ៉ាងងាយស្រួលប្រសិនបើពួកគេហ៊ានឈ្លានពានពីភាគខាងជើងមកចុះចៅប្រុសបើឯងមិនលោតចូលទឹកទេពួកអាថោកទៀបនឹងស្លាប់នៅក្នុងគ្រាមានវិបត្តិក្តីសង្ឃឹមតែមួយគត់របស់ Chinger គឺបំផ្ទុះស្ពានហើយដាក់វត្ថុនេះនៅក្រោមទឹកដើម្បីដោះស្រាយគ្រោះថ្នាក់នៅខាងមុខជាបណ្ដោះអាសន្នបងចាឈៀវបងមិនដឹងថាទីហ៊ានម៉ាងខាងជើងទាំងអស់សុទ្ធតែជាអ្នកហែទឹកជំនាញនោះទេការបំផ្ទុះស្ពាននឹងគ្មានន័យសម្រាប់ពួកគេក្នុងការវាយប្រហារទ្រង់ទ្រីធំទៅលើសាលាប្រជុំយូដានោះទេស៊ីងអ៊ឺអ្នកអាចធានាបានថាពួកគេនឹងមិនអាចឡើងមកវិញបានទេនៅពេលដែលពួកគេធ្លាក់ចុះប្រសិនបើទីហ៊ាន Northern Barbarian មិនអាចឡើងទៅទីនោះបានហើយការវាយលុករបស់ពួកគេគឺខ្លាំងក្លាណាស់តើនឹងមានអ្វីកើតឡើងប្រសិនបើពួកគេទម្លុះចូលទីក្រុងព្រះករុណាពិតជាប្រាកដណាស់រដ្ឋមន្ត្រីទាំងអស់ឲ្យចូលគោរពតាមបញ្ជារបស់ខ្ញុំហើយបំផ្លាញស្ពានទាំងអស់ដែលនាំចូលទៅក្នុងទីក្រុងជាបន្ទាន់អ្វីព្រះមហាក្សត្រឲ្យប្រសិនបើស្ពាននេះត្រូវបានបំផ្លាញរាជវង្សឈិនបានក្លាយជាទីក្រុងស្ងាត់ជ្រុងគ្រាប់ធញ្ជាតិមិនអាចដឹកជញ្ជូនចូលពីខាងក្រៅបានទេហើយប្រជាជនពួកគេទាំងអស់គ្នានឹងអត់ឃ្លានរហូតដល់ស្លាប់ឲ្យព្រះមហាក្សត្រឲ្យនេះមិនត្រឹមតែមិនសម្លាប់ខ្លាញ់ទេប៉ុន្តែវាក៏នឹងយើងនឹងអត់ឃ្លានស្លាប់ប្រសិនបើរឿងនេះនៅតែបន្តយើងហានស៊ូត្រូវតែស្លាប់ទាំងអស់គ្នាព្រះករុណាឲ្យខ្ញុំគិតថាវាជាការប្រសើរជាងក្នុងការចោះចាញ់អាចជួយសង្គ្រោះជីវិតខ្ញុំផងព្រះអង្គគុំចាស់ការចោះចាញ់ដោយគ្មានការប្រយុទ្ធគឺតើអ្នកណាហ៊ានរង្គោះរង្គើស្មារតីកងទ័ពកូនប្រុសស្រីរបស់ឈីនក្រុមគ្រួសាររបស់ពួកគេទាំងមូលគួរតែត្រូវបានប្រហារជីវិតជាបន្ទាន់ហ៊ានអង្រួនស្មារតីកងទ័ពខ្ញុំសូមប្រហារជីវិតត្រកូលរបស់គាត់ទាំងមូលជាបន្ទាន់ទីហ៊ានម៉ុងហ្គោលភាគខាងជើងទាំងអស់បានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងប្រឡាយទឹកដែលជាការអាម៉ាស់យ៉ាងខ្លាំងគាត់មិនបានកុហកទេគាត់បានជួយខ្ញុំឲ្យចេញពីវិបត្តិម្ដងទៀតព្រះករុណាជាម្ចាស់ជីវិតលើត្បូងព្រះករុណាជាម្ចាស់ជីវិតលើត្បូងអោព្រះដ៏មានព្រះភិក្ខឲ្យតើព្រះទាំងឡាយចង់មានន័យយ៉ាងណាអស្ចារ្យមែនតើយើងគួរសាងសង់ប្រាសាទមួយហើយតម្កល់ព្រះនៅទីនោះទេ
ចូលមកសាងសង់វិមានពណ៌ខៀវដូចប្រេងប៉ុន្តែព្រះករុណាជាអម្ចាស់តើទេវតានេះមើលទៅដូចម្ដេចមេឃដើម្បីបង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះជំនួយរបស់អ្នកចំពោះមនុស្សនៅលើโลกនេះខ្ញុំបានសម្រេចចិត្តសាងសង់អ្វីមួយសម្រាប់អ្នកវត្តអារាមបញ្ជាឲ្យប្រជាជនដ៏ធំទូលាយរបស់ខ្ញុំរស់នៅដោយសន្តិភាពខ្ញុំក៏ចង់សូមឲ្យបងប្រុសធានផ្ញើរូបគំនូរមកខ្ញុំដើម្បីខ្ញុំអាចធ្វើពិធីនេះសម្រាប់ជីវិតនេះផ្នែកចុងក្រោយគឺជាប្រយោគដាច់ដោយឡែកដែលមិនតាក់ទងគ្នាខ្ញុំចង់ហៅរូបថតរបស់ខ្ញុំបន្ទាប់មកខ្ញុំត្រូវធ្វើតេស្តឲ្យអ្នកឲ្យបានល្អគាត់សង្ហាណាស់អស្ចារ្យមែនសួស្តីបងប្អូនទាំងអស់គ្នាសូមប្រយ័ត្នកុំឲ្យខូចរូបភាពរបស់ព្រះព្រះករុណាជាអម្ចាស់ជីវិតលើត្បូងតើខ្ញុំមិនចង់ឃើញរូបចម្លាក់នៃទេពធីតានេះទេអូយអ្នកអាចមើលវាបានប្រសិនបើអ្នកចង់នេះពិតជាសំខាន់ណាស់យើងមិនត្រូវពន្យាពេលសិប្បករពីការបង្កើតរូបសំណាកមាសរបស់ព្រះទេមែនហើយអ្វីតើអ្នកអាចធ្វើបែបនេះបានទេអ្នកចង់បានវាមែនទេម៉ាក់ទីបំផុតខ្ញុំបានឃើញមុខរបស់ព្រះហើយមើលបរិះគ្មានខ្មាស់អៀនម្នាក់នេះដែលមានចិញ្ចើមច្បាស់បង្ហាញរូបរាងរបស់អ្នកការទាញព្រះនេះពិតជាបើកទ្វារឲ្យប្រពន្ធមែនព្រះករុណាសូមមើលឡៃឆេងបោព្រះអង្គក៏ត្រូវគូររូបខ្ញុំមួយរូបដែរព្រះមហាក្សត្រវាដោយសារខ្ញុំចង់បានរូបរបស់អ្នកទាំងអស់គ្នាចុះទៅមុនគេ